ថាយើងគ្រប់គ្រងផលិតផលក្នុងស្រុកគឺជា Freshly បងជាដើមសំណួរទី1ព្រាមហើយនៅហើយតើ Freshly ដែលបងកាន់នឹងដៃនេះជារបស់ប្រទេសណាខ្មែរគុំជួយចាក់សុំមែនទេមែនទេមិនបានដាក់ ខ្ញុំខំឃើញគេផ្សាយ គេចាដែរញ៉ាំអត់ ដែរ រសជាតិមិនដែរ ឆ្ងាញ់ fresh ហ្មង ឥឡូវបើបោះខ្មែរតើមិនបានបងថាបោះខ្មែរមានអីបញ្ជាក់ អើយ884អូលុយចង់ប្រាប់ពួកគាត់ថាឈប់គ្រប់គ្រងផលិតផលថៃហើយងាកមកគ្រប់គ្រងផលិតផលរបស់ខ្មែរយើងវិញថាល្អដូចគ្នាល្អជាងរបស់ថៃទៀត គេថាយើងគ្រប់គ្រងផលិតផលក្នុងស្រុកគឺជា Freshly បងជាដើមថតថ្ងៃភ្លីសួរឈ្មោះជួយ សូយ៉ាសនិច ដូចជាសនិចជាដើមគឺជាផលិតផលខ្មែរហើយសូយ៉ាគឺជាផលិតផលខ្មែរចាអាយុប៉ុន្មានតាម9បាទដូចគ្នាយើងខាត់ទៀតបងខ្ញុំនេះបងឯងហ៊ាន22អូហ្នឹងហើយបងប្អូនទាំងគ្នាគ្រប់គ្រងផលិតផលខ្មែរដូចជាអូននិចអូនសូយ៉ាទៅចាអាចញ៉ាំបានអត់អាចញ៉ាំឥឡូវបានអត់ឥឡូវកោះញ៉ាំអត់កោះអត់ទេបងឯងកោះអើយ អូខេកោះឲ្យផលិតផលខ្មែរកោះឲ្យអូនសូយ៉ាញ៉ាំអីគេញ៉ាំតែអត់ញ៉ាំអាហ្នឹងអូខេឥឡូវហាច់ញ៉ាំខ្លួនឯងអត់មានដៃបងភ្លេចមើលបងសុំទៅមិនដែរ ឆ្ងាញ់ហើយfresh រសជាតិដូចអត់សូវផ្អែមទេ អត់សូវផ្អែម ចាវាខូចទឹកខ្មុំបន្តិចប្រហើនិយាយទៅឆ្ងាញ់ហ្មងញ៉ាំទៅមានកម្លាំងឥឡូវនេះផ្នែកសត្វឡោតែបងឯងជិះខ្វាយក៏អត់អូអត់បានចាក់ឲ្យអូទៅនេះមិនដែរ អត់ស្ដាប់ទៅឲ្យរសជាតិក្រូចហ្មងហើយក្រូចឡើង fresh វា តែផ្អែមខ្លាំងអត់ អត់សូវទេចង់ឲ្យគ្រប់គ្រងទៅផលិតផលខ្មែរដែលមានរសជាតិឆ្ងាញ់ហើយអត់សូវផ្អែមទេចង់ឲ្យបងប្អូនខ្មែរគ្រប់គ្រងផលិតផលខ្មែរដោយសារគុណភាពក៏ល្អតម្លៃក៏សមរម្យហើយណាមួយជួយជំរុញចរន្តសេដ្ឋកិច្ចនៅក្នុងប្រទេសខ្មែរផងត្រូវទៀតអូខេអរគុណនិចនេះឥឡូវកាន់ឈ្មោះដូចគ្នាខ្ញុំឈ្មោះនិចដែរតាមែននិចផងសាយនេះបងនិចដូចគ្នាឥឡូវចាប់ដៃមួយនិច អូយបងតាចឹងជម្រាបលាអរគុណច្រើនបាយបាយ